ល់គ្រប់ បាទជំរាបសួរខ្ញុំបាទឈ្មោះកែវិជាជាបុគ្គលិកផ្នែកលក់ឯនៅទីផ្សាររបស់ក្រុមហ៊ុនទូកទីក្របកាន់ម៉ាក់កសិករខ្មែរអង្គរហើយទីតាំងរបស់ខ្ញុំខាងស្អាតសៀមរាបដូចថ្ងៃនេះដែរខ្ញុំបានមកចុះមកតាមដានស្រែបង្ហាញមួយកន្លែងដែលបានជោគជ័យនៅលើបញ្ហាជំងឺបាក់តេរីឆ្នោតស្លឹកហើយនៅខាងផ្សារបកងខេត្តសៀមរាបបាទអញ្ចឹងទៅជួបគាត់ទាំងអស់គ្នាហើយជំរាបសួរពូបាទជំរាបសួរជួយណែនាំឈ្មោះឲ្យនឹងទីតាំងខ្សែឋានរបស់ពូផងពូបាទពូបាទឈ្មោះយ៉នម៉ាប់នៅភូមិកំពង់ស្កូវឃុំមានជ័យស្រុកប្រាសាទបាគងខេត្តសៀមរាបបាទពូបាទចឹងពូស្រូវពូកន្លងមកពូបានប្រើប្រាស់ប្រភេទស្រូវពូកន្លងមកមានជួបបញ្ហាដែរពូជួបបញ្ហាបាក់តេរីក្រហមឆ្នោតស្លឹកបាទឆ្នោតស្លឹកហើយកើតនឹងចំនួននឹងច្រើនដែរណាពូណាកើតពេញស្រែក្រហមពេញស្រែណាពូណាចឹងកន្លងមកពូបានប្រើប្រាស់ថ្នាំមិនខ្លះដែរពូនេះប្រើថ្នាំនេះប្រើថ្នាំកសិកររីករាយហើយនឹងជំងឺ100មកហើយនឹងគល់108ណាបាទបាទពូប្រើកម្រិតប៉ុណ្ណឹងមួយឈុតហ្នឹងអានេះប្រើមួយកញ្ចប់ពូអានេះ8កញ្ចប់នេះមកដបអានេះមកដបអានេះមកដបក្នុងមហាត់បាទពូបាទចឹងពូបានមកកន្លងមកបានចូលអាយុឆ្នាំថ្ងៃពូហើយ10ថ្ងៃ10ថ្ងៃណាពូចឹងពូចាំចាក់ស្ដីពូកេតឃើញថាមិនដែរពូត្រូវគឺវាបាត់វាប្រែមកជាវិញបាទជាជំងឺណាពូណាហើយសុខភាពវាល្អបាទចឹងស្លឹកទំជ័យមិនដែរពូមានក្រហមតទៀតទេអត់ទេបាទចឹងយើងឃើញក្រហមនេះស្លឹកចាស់ដែរវាចាស់ណាមកពូណាភាសាស្រូវវគ្គនេះវាអស់ស្លឹកលាស់ទៀតហើយចឹងវាអត់រៀលមកស្លឹកទំជ័យទៀតទេណាពូណាបាទអញ្ចឹងបើតែពូឃើញគូសំអញ្ចឹងល្អគូសំអញ្ចឹងពូមានមតិឯកតាមផ្សាយទៅកសិករដទៃដែលគាត់កំពុងតែជួបបញ្ហាបាក់តេរីឆ្នោតស្លឹកឲ្យពូទេពូខ្ញុំសាស្ត្រមករោគធ្វើស្រែនៅភូមិកំពង់ស្កូវឃុំមានជ័យស្រុកប្រាសាទបាគងសូមស្ដាំផ្ញើទៅបងប្អូនដែលធ្វើស្រែប្រាំងដូចខ្ញុំក៏មានវិបត្តិស្រូវធ្លាក់ក្រហមឆ្នោតស្លឹកអីនេះសូមជ្រើសរើសយកថ្នាំដូចខ្ញុំប្រើនេះទៅមិនខុសម្ដងទេបាទពូបាទនេះលទ្ធផលជាក់ស្ដែងណាពូណាបាទមិនសំដែងនេះទេវាផលជាក់ស្ដែងណាពូណាបាទអញ្ចឹងខាងខ្ញុំមានតែប៉ុណ្្នឹងណាពូណាអរគុណច្រើនពូបាទ